ចូលដល់ខែល្ងាហើយត្រូវខ្ញុំបរៀនពេលព្រឹកក៏ក្មេងៗគាត់អត់បានរៀនទេគាត់ថានេះគ្រូល្ងាអញ្ចឹងកាលនេះខ្ញុំចេញទៅរកអាវល្ងាឲ្យពួកគាត់នៅផ្សារចិត្តផ្ទះអត់មានខ្ញុំជិះជិត30គីឡូទៅទិញនៅទីរួមខេត្តឃើញខោអាវក្បាលគីបអ្នកលក់គាត់ទៅដាក់ម្ដងថ្មីស្អាតហើយពណ៌ក៏ស្រស់ទៀតដល់ឃើញខែល្ងាអញ្ចឹងធ្លាប់ឆ្លងកាត់ខ្លួនឯងកាលពីតូចនៅពុកម្ដាយធូធាត្រឹមតែអាវល្ងាមួយរឿងតូចតាចតែសម្រាប់អ្នកអត់វិញតែតែសម័យថាបើសិនខែល្ងាអញ្ចឹងបានអាវមួយនឹងកក់ក្ដៅយ៉ាងណាទេខ្ញុំធ្លាប់ឆ្លងកាត់ហើយឃើញគេពាក់អាវល្ងាស្អាតចង់បានដូចគេដែរប៉ុន្តែអត់ដែលបានសោះអញ្ចឹងខ្ញុំក៏បំពេញចំណុចខ្វះខាតដែលខ្ញុំមានកាលពីតូចហ្នឹងទៅឲ្យក្មេងៗឲ្យពួកគាត់សប្បាយចិត្តនឹងកក់ក្ដៅទោះបីឪពុកម្ដាយអត់បានទិញឲ្យក៏ដោយអាវល្ងាក្បាលគីបទាំងអស់នេះត្រូវចិត្តខ្ញុំហ្មងសាច់ក៏ស្អាតពណ៌ក៏ស្រស់ខោអាវថ្មីខ្លះសាច់អត់បានប្រហែលនឹងទេមុនដំបូងរើសម្នាក់ឯងឡើងយូរតែរាប់ទៅនៅអត់ទាន់គ្រប់ទៀតអញ្ចឹងបងអ្នកមកទិញគាត់ជួយរើសដែរគិតលុយរួចរៀបច្រកថងទុកនៅកន្លែងគាត់សិននៅស្តង់ភេសជ្ជៈអ៊ុងជីនជួបក្មេងៗច្រើនមែនតើគាត់កំពុងចាំតេស្តមីហិលរ៉ាំញ៉ុននិងទឹកប្រទាលកតុយកពើដុកទ័រអាឡូទៅដល់ក្មេងៗសួរម្នាក់មួយម៉ាត់ឆ្លើយអត់ចង់តន់សំខាន់ឲ្យខ្ញុំទៅលេងផ្ទះគាត់ទៀតនៅស្តង់ភេសជ្ជៈអ៊ុងជីនហ្នឹងបានតេស្តមីហិលរ៉ាំញ៉ុននិងទឹកប្រទាលកតុយកពើហ្វ្រីហ្មងបងចំអិនហើយខ្ញុំនឹងក្មេងៗតេស្តយកសាច់មីស្វិតទន់ល្មើយមានជាតិចង់ញ៉ាំមកកំប៉ុងហើយមកកំប៉ុងទៀតបងប្អូនអ្នកខេត្តកំពង់ធំស្រួលចង់បានទឹកប្រទាលកតុយកពើដុកទ័រអាឡូនិងមីហិលរ៉ាំញ៉ុនឥឡូវនេះមានដេប៉ូចែកចាយដល់ខេត្តកំពង់ធំហើយក៏អាចរកតាមផ្សារតូចធំនៅជិតជើងក៏បានដែរភ្លក់រួចមុននឹងចេញមកវិញទិញទឹកប្រទាលនិងមីដាក់ផ្ទះទុកញ៉ាំជាមួយម៉ែដែរបញ្ញាប្រៀបចំមកវិញឲ្យលឿនថាកុំឲ្យយប់តន់មានណានៅតែល្ងិតពាក់កណ្ដាលផ្លូវដដែលតែឥឡូវជីយប់លែងខ្លាចដូចមុនទៀតដែរដោយសារតែតាមផ្លូវជាតិភ្លឺចាកំពង់ធំអភិវឌ្ឍច្រើនភ្លឺតាំងពីកំពង់ធំរហូតដល់ស៊ីមរៀបជិះម៉ូតូមកសប្បាយលែងខ្លាចទៀតហើយមកដល់ផ្ទះក៏យប់រៀងគួរសមដែរតើថ្ងៃថ្មីបានរៀបចំអាវឲ្យសិស្សខ្ញុំសប្បាយចិត្តឬអត់ពេលបានទទួលអាវចាំមើលនៅវីដេអូក្រោយទាំងអស់គ្នាអរគុណច្រើនបាយបាយអាវល្ងាទិញមកអត់ទាន់ខ្ចប់ឲ្យភ្លាមទេតែបើថាខោអាវស្អាតមែនប៉ុន្តែប្រកាសជាមានមេរោគហើយខោអាវថ្មីឬខោអាវក្បាលគីបក៏ដោយត្រូវបោកសម្អាតឲ្យស្អាតសិនបើយកឲ្យពួកគាត់ពាក់ខ្លាយកាតរមាស់លើស្បែកកាន់តែធ្ងន់ធ្ងរហ្មងបាច់តែស្បែកក្មេងៗទេស្បែកខ្ញុំក៏ដោយហ៊ានតែពាក់របស់ថ្មីអត់ទាន់បានសម្អាតនឹងចាំមើលលំងាស់ពេញដៃពេញជើងសាប៊ូទឹកបោកខោអាវដែលខ្ញុំប្រើប្រចាំថ្ងៃនឹងសាប៊ូប្រេនល្អផលិតផលរបស់កូនខ្មែរយើងកំចាត់មេរោគបាក់តេរីនិងក្លិនលើសម្លៀកបំពាក់បានល្អមែនតើឲ្យខោអាវមានក្លិនក្រអូបឈ្ងុយជាប់ពេញមួយសប្តាហ៍ហ្មងហើយមានទាំងសាប៊ូមានទាំងទឹកក្រអូបបោកជ្រះល្អមិនថាបោកដោយដៃឬក៏ម៉ាស៊ីនមានច្រើនពណ៌ច្រើនចំណុះតាមកន្លែងបោកគក់ស្ថាគារឬក៏ភោជនីយដ្ឋានប្រើកដងធំចំណេញមេឃដូចចង់ជួយឲ្យកូនសិស្សឆាប់បានខោអាវពាក់អញ្ចឹងក្តៅឡើងជ្រេញហ្មងឃើញក្រាស់អញ្ចឹងអត់បាក់ហាលច្រើនថ្ងៃទេតែមួយថ្ងៃហ្នឹងស្ងួតបាត់ល្ងាចឡើងរៀបចំច្រកថងបានឃើញខ្ញុំចែករបស់នេះរបស់នោះទៅកាន់ក្មេងៗមិនខ្ញុំអ្នកមានទេខ្ញុំក៏អ្នកក្រខ្សត់ដែរប៉ុន្តែខ្ញុំធ្វើទៅតាមលទ្ធភាពដែលអាចធ្វើទៅបានបើចាំដល់ពេលមានបានតទៅសល់បានជួយអ្នកដទៃអត់ដឹងថាពេលណាអ្វីដែលយើងអាចចែករំលែកបានក៏ចែករំលែករាល់ថ្ងៃអត់ប្រាថ្នាអីច្រើនសុំតែសន្តិភាពសុខសប្បាយមួយទៀតគ្រាន់តែចង់ឃើញអ្នកដែលនៅជុំវិញខ្លួនមានស្នាមញញឹមពិសេសក្មេងៗដែលខ្ញុំកំពុងតែបរៀនពួកគាត់មិនសូវធូរធារប្រហែលទេខ្លះនៅជាមួយយាយតាពូមីងម៉ាក់ប៉ាទៅធ្វើការនៅឆ្ងាយចឹងហើយតែងតែនឹកឃើញពួកគាត់រហូតបត់ខោអាវរាល់ថ្ងៃនៅតែជុកចកេះដដែលអត់ស៊ាំសោះខោអាវនេះតែ50ទេតែបត់តាំងពីភ្លឺរហូតដល់ល្ងិតឲ្យតែឃើញក្រុមយកមកហូររហូតតាក់ដឹងអីទេចង់ឲ្យកូនបានម្នាក់មួយពាក់ខែល្ងាគ្រប់ពេលដែលបានឲ្យរបស់ទៅក្មេងៗមានក្តីសុខព្រោះបានឃើញស្នាមញញឹមរបស់ពួកគាត់សប្បាយរីករាយស្រឡាញ់ពេញចិត្តនៅអ្វីដែលយើងបានឲ្យគាត់មើលតែសកម្មភាពរបស់ពួកគាត់ក៏ដឹងពីទំហំចិត្តដែរថាស្រឡាញ់ប៉ុណ្ណាសូមចែករំលែកស្នាមញញឹមនិងក្តីសុខទាំងអស់នេះទៅកាន់បងប្អូនទាំងអស់គ្នាដែរអរគុណច្រើនបាយបាយ